វិនិយោគិនឆ្លាតវៃបកប្រែពីសៀវភៅ The Intelligent Investor និពន្ធដោយ Benjamin Graham ធ្វើដូចម្តេចដើម្បីក្លាយជាវិនិយោគិនជោគជ័យម្នាក់តើអ្នកធ្លាប់គិតថាវិនិយោគទៅលើទីផ្សារភាគហ៊ុនដែរឬទេមនុស្សយើងភាគច្រើនយកប្រធានបទនេះមកពិចារណាយ៉ាងតឹងតែងតែសម្រាប់មកយើងនៅតែមិនហ៊ានធ្វើវាទៅរួចដោយសារខ្លាចមានវិបត្តិហិរញ្ញវត្ថុព័ត៌មានបំផោងខ្លាំងពេកនិងសេដ្ឋកិច្ចដួលរលំដោយដែលយើងបានដឹងកន្លងមកតែទោះបីជាយ៉ាងណាគឺមានវិធីមួយវិនិយោគក្នុងទីផ្សារដែលអ្នកមិនចាំបាច់ប្រឈមមុខនឹងហានិភ័យអ្វីតតែសោះវិធីនេះគេហៅថាការវិនិយោគឆ្លាតវៃវិនិយោគប្រភេទនេះត្រូវបានគូបង្ហាញដោយលោក Benjamin Graham ក្នុងឆ្នាំ1949ការវិនិយោគឆ្លាតវៃទាមទារពេលវេលាយូរនិងយុទ្ធសាស្ត្ររកទីផ្សារភាគហ៊ុនដែលមានហានិភ័យទាបជាលទ្ធផលវិធីនេះប្រើបានការពិតមែនក្នុងទសវត្សរ៍ដែលសៀវភៅវិនិយោគិនឆ្លាតវៃនេះបានបោះពុម្ពផ្សាយអ្នកអានជាច្រើនបានធ្វើតាមវិធីសាស្ត្ររបស់លោក Graham ចំណេញបានប្រាក់យ៉ាងច្រើនក្នុងចំណោមពួកគេនោះអ្នកដែលមានឈ្មោះបោះសម្លេងជាងគេគឺលោក Warren Buffett ក្នុងអត្ថបទដកស្រង់នេះអ្នកនិពន្ធបានលើកយកដំបូន្មានផ្ទាល់របស់លោក Graham ក៏ដូចជាមតិយោបល់ពីអ្នកកាសែតម្នាក់ឈ្មោះ Jason Zweig ដើម្បីបង្ហាញពីរបៀបក្លាយជាវិនិយោគិនដោយខ្លួនឯងក្នុងសៀវភៅនេះអ្នកនឹងបានសិក្សាអំពីទី1មូលហេតុដែលអ្នកគួរតែមិនខ្វល់ពីរបបទីផ្សារ Mr. Market ទី2មូលហេតុដែលអ្នកត្រូវចាប់ផ្ដើមអាជីពជាវិនិយោគិនចេញពីលុយសិប្បនិម្មិតនិងទី3មូលហេតុដែលភាគហ៊ុនថោកជាងគេពេលខ្លះបែរជាមានតម្លៃជាងគេទៅវិញចំពោះទី1វិនិយោគិនឆ្លាតវៃមិនធ្វើការទាំងប្រញាប់ប្រញាល់នោះទេគេប្រើពេលគិតយ៉ាងល្អិតល្អន់ពីគុណតម្លៃវែងឆ្ងាយរបស់ក្រុមហ៊ុនមានលុយច្រើនណាស់ដែលគេរកបានតាមរយៈការវិនិយោគប៉ុន្តែលុយដែលខាតបង់ដោយវិធីនេះក៏មិនតិចដែរក្នុងប្រវត្តិសាស្ត្រនៃការរកលុយមានកំណត់ត្រាច្រើនណាស់ដែលជាបទពិសោធន៍របស់លោក Warren Buffett ព្រោះគាត់វិនិយោគក្នុងក្រុមហ៊ុនត្រូវហើយកាប់លុយមកវិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់តែក៏មានបទពិសោធន៍របស់វិនិយោគិនច្រើនអ្នកទៀតដែលដាក់លុយទៅហើយមិនចំផែនការនិងចុងក្រោយត្រូវខាត់វិញទាំងអស់ផងដែរដូចនេះហើយយើងក៏បីសួរខ្លួនឯងថាតើការវិនិយោគពិតជាសមនឹងធ្វើឲ្យយើងហ៊ានប្រថុយដែរឬទេចម្លើយគឺខ្លាចអីនឹងប្រថុយឲ្យតែអ្នកដើរតាមយុទ្ធសាស្ត្រនៃការវិនិយោគឆ្លាតវៃវិនិយោគិនឆ្លាតវៃប្រើកាយវិការល្អិតល្អន់ដើម្បីធានាបានប្រាក់ចំណេញថេរនិងអាចទុកចិត្តបានវាពិតជាខុសគ្នាទាំងស្រុងពីការពិចារណាតាមទ្រឹស្ដីធម្មតាដែលវិនិយោគិនប្រភេទនេះផ្ដោតទៅលើតែផលចំណេញក្នុងរយៈពេលខ្លីតាមអត្រាឡើងចុះទីផ្សារតែប៉ុណ្ណោះការពិចារណាតាមទ្រឹស្ដីនេះបង្កហានិភ័យខ្ពស់បំផុតគឺដោយសារតែគ្មានអ្នកណាអាចទូទាយពីអនាគតបានដោយងាយនោះទេឧទាហរណ៍អ្នកវិភាគទីផ្សារភាគហ៊ុនម្នាក់ដឹងពីព័ត៌មានចចាមអារាមថាក្រុមហ៊ុន Apple នឹងចេញផលិតផលថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះហើយគាត់ក្រុងទិញផលិតផល Apple ដើម្បីស្តុកទុកឲ្យបានច្រើនបើគាត់មានសំណាងការទិញទុកនេះនឹងនាំប្រាក់ចំណេញច្រើនតែបើសោយវិញពីព្រោះតែពាក្យដែលគេនិយាយនោះមិនមែនជាការពិតក៏ច្បាស់ជាខាតបង់ធំមិនខានផ្ទុយពីនេះទៅវិញវិនិយោគិនឆ្លាតវៃផ្ដោតសំខាន់ទៅលើតម្លៃតែមួយមុខគត់វិនិយោគិនទាំងនោះតែងយកភាគហ៊ុនណាមានតម្លៃទាបជាងតម្លៃដើមដែលតម្លៃនេះនៅតែអាចឲ្យក្រុមហ៊ុនមួយរីកចម្រើនទៅរួចជាអ្នកវិនិយោគឆ្លាតវៃម្នាក់អ្នកសម្រេចទិញស្តុកអ្វីមួយតើតែអ្នកជឿថាមានផ្លូវដែលអ្នកអាចចំណេញលុយពីអ្វីដែលអ្នកទិញពេលដែលក្រុមហ៊ុននោះធំធាត់ចូលអ្នកគិតពីចន្លោះសុវត្ថិភាពនេះឲ្យដូចគ្នាទៅនឹងការដែលអ្នកទិញអីវ៉ាន់អញ្ចឹងឧទាហរណ៍ថាអ្នកទិញអាវដែលមានតម្លៃថ្លៃមួយហើយអ្នកនឹងពាក់វាតែក្នុងរយៈពេលខ្លីបើគុណភាពមិនជាធានាប៉ុន្មានទេអញ្ចឹងអ្នកអាចនឹងទិញអាវដែលថោកជាងនេះយកទៅប្រើក្នុងរយៈពេលដូចគ្នាទៅល្អជាងជីវិតរបស់វិនិយោគិនឆ្លាតវៃមិនសូវជាហ៊ឺហាប៉ុន្មានទេតែនេះមិនមែនជារឿងសំខាន់នោះឡើយរឿងដែលត្រូវគិតគឺឲ្យតែចំណេញបានលុយចំពោះទី2ការវិនិយោគឆ្លាតវៃមាន3គោលការណ៍សំខាន់ខាងក្រោមនេះជាគោលការណ៍សំខាន់ទាំង3ដែលវិនិយោគិនឆ្លាតវៃអាចយកមកប្រើប្រាស់បានទី1វិនិយោគិនឆ្លាតវៃវិភាគលើផែនការអភិវឌ្ឍយូរអង្វែងនិងគោលការណ៍អាជីវកម្មរបស់ក្រុមហ៊ុនដែលពួកគេត្រូវពិចារណាមុនពេលទិញភាគហ៊ុនណាមួយតម្លៃយូរអង្វែងរបស់ភាគហ៊ុនមួយមិនចេះតែឡើងចុះតាមអំពើចិត្តនោះទេមែនទែនទៅវាអាស្រ័យទៅលើថាតើក្រុមហ៊ុននេះធ្វើការល្អដល់កម្រិតណាដូច្នេះសូមពិនិត្យរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឲ្យបានច្បាស់លាស់សិក្សាពីគុណភាពគ្រប់គ្រងនិងរកឲ្យឃើញថាតើក្រុមហ៊ុននេះអាចផ្ដល់ភាគលាភថេរដូចជាការចែកប្រាក់ចំណេញទៅឲ្យវិនិយោគិនដែរឬអត់សូមកុំធ្លាក់ក្នុងអន្ទាក់នៃការសម្លឹងមើលការចំណេញក្នុងរយៈពេលខ្លីឲ្យសោះសូមមើលទៅលើលទ្ធផលធំជាងនេះជំនួសវិញដោយសិក្សាលើប្រវត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឲ្យឃើញជាក់ស្ដែងជំហានទាំងនេះនឹងផ្ដល់ជូនអ្នកនូវគំនិតល្អៗថាតើក្រុមហ៊ុននេះអាចចាត់ចែងតម្លៃឯករាជ្យរបស់ខ្លួនក្នុងទីផ្សារបានល្អដល់កម្រិតណាឧទាហរណ៍
ក្រុមហ៊ុនមួយដែលពេលនេះមិនទាន់មានឈ្មោះល្បីតែមានរបាយការណ៍អាជីវកម្មល្អដូចជាចំណេញប្រាក់ក្នុងអត្រាមួយថេជាប្រចាំតែក្រុមហ៊ុនប្រភេទនេះត្រូវគេឲ្យតម្លៃទាបនិងចុងក្រោយនៅពេលដែលទទួលបានការវិនិយោគក្រុមហ៊ុននេះនឹងប្រសើរឡើងទី2វិនិយោគិនឆ្លាតវៃការពារខ្លួនឯងពីការខាតបង់ធ្ងន់ធ្ងរដោយការវិនិយោគលើចំនួនផ្សេងៗគ្នាសូមកុំដាក់លុយទាំងអស់របស់អ្នកក្នុងភាគហ៊ុនតែមួយឲ្យសោះបើទោះជាមើលទៅទំនងយ៉ាងណាក៏ដោយអ្នកសាកស្រមៃថាតើវាគួរឲ្យខ្លាចប៉ុណ្ណាទៅបើអ្នកផ្ញើក្តីសង្ឃឹមទាំងស្រុងពីលុយទាំងប៉ុន្មានរបស់អ្នកដែលបានដាក់ទុនក្នុងក្រុមហ៊ុននោះដែលស្រាប់តែចុងក្រោយលេចមកក្នុងសារព័ត៌មានពីបទកេងប្រវ័ញ្ចពន្ធទៅវិញវិនិយោគទុនរបស់អ្នកនឹងអស់តម្លៃមួយរំពេចហើយទាំងពេលវេលាទាំងលុយកាក់ក៏នឹងត្រូវបាត់បង់គ្មានថ្ងៃវិលវិញឡើយតាមរយៈការដាក់ទុនក្នុងវិស័យផ្សេងគ្នាធានាមិនឲ្យអ្នកខាត់លុយទាំងអស់ក្នុងពេលតែមួយបានចុងក្រោយវិនិយោគិនឆ្លាតវៃយល់ថាគេនឹងមិនសង្ឃឹមថាត្រង់យកប្រាក់ចំណេញច្រើនលើសលប់នោះទេតែជាប្រាក់ចំណេញដែលຕົកចិត្តបាននិងជាចំណូលថេរគោលដៅសម្រាប់វិនិយោគិនឆ្លាតវៃគឺធ្វើយ៉ាងណាឲ្យគ្រប់តម្រូវការផ្ទាល់ខ្លួនបានមិនដើម្បីធ្វើខ្លួនឲ្យក្រាន់បើជាងអ្នកគក់ជេរភាគហ៊ុនតាមសារព័ត៌មាន Wall Street នោះទេយើងធ្វើមិនបានល្អជាងអ្នកទាំងនោះដែលរស់នៅនឹងការធ្វើចំនួនហើយយើងក៏មិនគួរសម្រុកយកលុយលឿនពេកដែរការប្រដេញតាមទឹកលុយនេះគ្រាន់តែជាសញ្ញាដែលធ្វើឲ្យយើងលោភលន់និងខ្វះការប្រុងប្រយ័ត្នតែប៉ុណ្ណោះចំពោះទី3វិនិយោគិនឆ្លាតវៃយល់ច្បាស់ពីសារៈសំខាន់នៃចរន្តទីផ្សារភាគហ៊ុនរឿងដំបូងដែលអ្នកគួរធ្វើមុនពេលអ្នកដាក់ទុនគឺមិនមែនជាចរន្តភាគហ៊ុនភ្លាមៗនោះទេច្បាស់ណាស់វាជារឿងចាំបាច់តែអ្វីដែលសំខាន់ជាងនោះទៅទៀតគឺមើលទៅលើចរន្តទីផ្សារភាគហ៊ុនផ្ទាល់តែម្ដងការតាមដានចរន្តនេះឆ្លុះបញ្ចាំងឲ្យឃើញថាទីផ្សារភាគហ៊ុនតែងត្រូវបានកំណត់ឡើងដោយការឡើងចុះទៀងទាត់ប្រាកដមែនជារឿយៗការឡើងចុះនេះមិនអាចចេះតែមើលដឹងមុននោះទេការដែលមិនអាចស្មានដឹងពីទីផ្សារនេះមានន័យថាវិនិយោគិនត្រូវតែត្រៀមខ្លួនជានិច្ចទាំងផ្នែកហិរញ្ញវត្ថុនិងផ្នែកចិត្តសាស្ត្រវិបត្តិសេដ្ឋកិច្ចដូចជាហេតុការណ៍ដួលរលំទីផ្សារភាគហ៊ុន Wall Street Crash កាលពីឆ្នាំ1929សុទ្ធតែជាព្រឹត្តិការណ៍ពិតក្នុងជីវិតហើយវាអាចកើតឡើងបានគ្រប់ពេលដូច្នេះហើយអ្នកត្រូវធានាថាអ្នកអាចចាប់បានត្រីធំហើយដើម្បីបន្តចាប់ទៀតការនេះមានន័យថាអ្នកគួរតែមានមូលបត្រហ៊ុនចម្រុះ diverse stock portfolio ដូច្នេះហើយលុយទុនរបស់អ្នកមិនរលាយក្នុងពេលតែមួយនោះទេអ្វីដែលលើសពីនេះអ្នកគួរតែត្រៀមខ្លួនទាំងបញ្ញាទាំងអារម្មណ៍សម្រាប់វិបត្តិដែលនឹងកើតឡើងនៅថ្ងៃណាមួយកុំលក់គ្រប់យ៉ាងចេញនៅជំហានដំបូងនៃវិបត្តិដែលអ្នកជួបប្រទះឲ្យសោះសម្រាប់ការលក់សូមចងចាំថាបើទោះបីជាមានការធ្លាក់ចុះដល់កម្រិតណាក៏ដោយក៏គង់តែមានថ្ងៃទីផ្សារងើបឡើងវិញជាមិនខានហើយខណៈដែលអ្នកមិនអាចទាយដឹងរាល់ពេលមានវិបត្តិយ៉ាងដូចនេះការមើលចរន្តទីផ្សារនឹងផ្ដល់ជូនអ្នកនូវគំនិតល្អសម្រាប់ស្ថិរភាពរបស់វានៅពេលដែលអ្នកអាចកំណត់បានថាទីផ្សារនេះមានស្ថិរភាពរួចហើយអ្នកអាចផ្ដោតលើការសិក្សាអំពីចរន្តក្រុមហ៊ុនដែលអ្នកក្រុងវិនិយោគបានហើយឧទាហរណ៍ក្រឡេកមើលទៅគម្លាតរវាងតម្លៃភាគហ៊ុននិងប្រាក់ចំណូលរបស់ក្រុមហ៊ុនទៅនឹងប្រាក់ចំណាយសរុបសម្រាប់រយៈពេល10ឆ្នាំចុងក្រោយបន្ទាប់មកទៀតអ្នកពិចារណាទៅលើអត្រាអតិផរណាដូចជាកំណើនតម្លៃជាទូទៅដើម្បីឲ្យដឹងថាតើអ្នកនឹងរកចំណូលបានពិតប្រាកដព្រមទាំងចំណុចពាក់ព័ន្ធដទៃទៀតឧទាហរណ៍អ្នកត្រូវគណនាប្រាក់ត្រឡប់ចំនួន 7% ពីការវិនិយោគក្នុងរយៈពេល1ឆ្នាំប៉ុន្តែប្រសិនបើមានអតិផរណាក្នុងអត្រា 4% នោះអ្នកនឹងទទួលបានត្រឹមតែ 3% ប៉ុណ្ណោះចូលអ្នកគិតដោយប្រុងប្រយ័ត្នបំផុតថាតើវាសមនឹងតម្លៃដែលអ្នកប្រឹងប្រែងទេបើគ្រាន់តែទទួលបាន 3% បែបនេះនៅពេលនិយាយអំពីការវិនិយោគដ៏សុក្រិតបែបនេះចំណេះដឹងអំពីចរន្តទីផ្សារជាអាវុធដ៏សំខាន់តែមួយគត់ដូច្នេះសូមសម្លៀងវាឲ្យមុតជានិច្ចចំពោះទី4កុំជឿលើពាក្យមហាជនឬទីផ្សារតែមួយមុខដើម្បីយល់ច្បាស់ពីដំណើរការទីផ្សារឲ្យបានងាយស្រួលជាងនេះយើងអាចប្រដូចទីផ្សារទាំងមូលទៅនឹងមនុស្សម្នាក់ដោយដាក់ឈ្មោះឲ្យគេថា Mr. Market មនុស្សដើរលើទីផ្សារកាន់តែឆ្ងាយ Mr. Market គឺកាន់តែពិបាកស្មានព្រោះវាមានទំនោរតាមអារម្មណ៍និងភាពឆ្លៀសវៃរបស់យើងជានិច្ច Mr. Market ងាយនឹងប៉ះអារម្មណ៍ណាស់នេះហើយវាជាបុព្វហេតុសំខាន់ដែលបណ្ដាលឲ្យអារម្មណ៍គាត់ឡើងចុះជានិច្ចអ្នកអាចមើលឃើញវាជាក់ស្ដែងតាមលក្ខណៈដែលទីផ្សារតែងតែមានឡើងមានចុះមិនចេះចប់រវាងការសន្និដ្ឋានថាទីផ្សារកើនឡើងតែមិនហ៊ានធានាឯការធ្លាក់ចុះវិញក៏មិនអាចថ្លឹងថ្លែងជាក់លាក់ដែរឧទាហរណ៍នៅពេលទូរស័ព្ទ iPhone ថ្មីចេញមកក្នុងទីផ្សារមនុស្សឆ្លក់វង្វេងនឹងវត្តមានរបស់ផលិតផលនេះ Mr. Market ក៏មិនខុសគ្នាពីនេះដែរហើយយើងឃើញបរិបទនេះនៅក្នុងទីផ្សារភាគហ៊ុននោះនៅពេលដែលមានដំណឹងទីផ្សារថ្មីគៀកនឹងមកដល់បើទោះជាតម្លៃឡើងខ្ពស់យ៉ាងណាក៏មនុស្សដណ្ដើមគ្នាទិញវាដែរលទ្ធផលគឺថានៅពេលទីផ្សារផ្ដល់ការជឿជាក់ពីកំណើនអនាគតខ្លាំងពេក
ភាគហ៊ុននឹងឡើងតម្លៃកាន់តែខ្ពស់តាមនឹងដែរផ្ទុយទៅវិញពេលខ្លះទីផ្សារធ្វើមិនចេញទើបបង្ខំចិត្តអ្នកឲ្យលក់ហ៊ុនឲ្យខានតែបានវិនិយោគិនឆ្លាតវៃត្រូវតែជាអ្នកប្រកបនិយមនិងបញ្ឈប់ខ្លួនឯងពីការតតនតាមហ្វូងមនុស្សអ្វីដែលគាត់គួរធ្វើគឺកុំយកចិត្តទុកដាក់លើលំយល់អារម្មណ៍ Mr. Market លើពីនេះនៅពេលដែល Mr. Market សប្បាយចិត្តគាត់ធ្វើឲ្យអ្នកមើលឃើញឱកាសចំណេញប្រាក់ដែលជាការពិតមិនប្រកាសថាទៅរួចឬអត់ផងនេះក៏ព្រោះតែភាគហ៊ុនដែលបង្កើតបានប្រាក់ចំណេញក្នុងអំឡុងពេលអំណោយផលមិនមានន័យថាវានឹងហុចផលឲ្យរហូតនោះទេដែលផ្ទុយស្រឡះពីនេះភាគហ៊ុនដែលកំពុងត្រូវថ្លៃល្អច្រើនតែឆាប់ធ្លាក់វិញភ្លាមក៏មានដោយសារតែតម្រូវការកើនឡើងច្រើនចង់មិនចង់ត្រូវទម្លាក់តម្លៃឲ្យនៅទីបំផុតរហូតដល់ចុះទៀតលេងកើតបើទោះបីជាអញ្ចឹងក៏ដោយយើងនៅតែងាយតាក់ចិត្តទៅនឹងផលប្រយោជន៍រយៈពេលខ្លីដដែលព្រោះយើងពូកែស្គាល់ផ្លូវចំណេញជាពិសេសភាគហ៊ុនណាដែលទំនងទទួលបានប្រាក់ចំណេញឆាប់តែតាមពិតទៅមនុស្សយើងពូកែកំណត់គំរូទីផ្សារណាស់បើទោះជាអ្នកចិត្តសាស្ត្របង្ហាញពួកគេពីដំណើរទីផ្សារមិនទៀងទាត់ហើយថែមទាំងប្រាប់ពួកគេថាវាគ្មានគំរូកំណត់យ៉ាងណាពួកគេក៏នៅតែព្យាយាមរកវាឲ្យទាល់តែបានស្រដៀងគ្នានេះនៅពេលដែលយើងមើលឃើញប្រាក់ចំណេញកាន់តែកើនឡើងយើងសន្មតថាខ្លួនឯងស្គាល់ច្បាស់ពីដំណើរទីផ្សារមួយនេះនិងជឿថាវានឹងបន្តបែបនឹងរហូតតាមគំនិតនេះអ្នកគួរតែយល់ពីគោលការណ៍មូលដ្ឋាននៃការវិនិយោគឆ្លាតវៃអត្ថបទបន្ទាប់នឹងនាំជូនអ្នកនៅគន្លឹះវិនិយោគជាក់ស្ដែងមួយចំនួនដែលនឹងធ្វើតាមវិធីវិនិយោគផ្ទាល់ខ្លួនរបស់អ្នកបានជំពូកទី5មូលបត្ររបស់វិនិយោគិនការពារ Defensive Investor គួរតែមានតុល្យភាពល្អមានសុវត្ថិភាពនិងងាយស្រួលគ្រប់គ្រងនៅពេលដែលអ្នកចាប់ផ្ដើមលើវិធីវិនិយោគវាមានសារៈសំខាន់ដែលអ្នកត្រូវជ្រើសរើសយកយុទ្ធសាស្ត្រដែលស័ក្តិសមនឹងអ្នកបំផុតអ្នកគួរតែសម្រេចឲ្យហើយថាអ្នកជាវិនិយោគិនការពារ Defensive Investor ឬវិនិយោគិនសកម្ម Enterprising Investor តែពេលនេះយើងសូមផ្ដោតទៅលើវិនិយោគិនការពារជាមុនសិនវិនិយោគិនការពារស្អប់ការប្រថុយប្រថានណាស់ដូច្នេះហើយបានជាវិនិយោគិនប្រភេទនេះផ្ដោតសំខាន់ទៅលើសុវត្ថិភាពតែមួយគត់សុវត្ថិភាពនេះអាចធានាបានលុះត្រាតែគាត់ដាក់ការវិនិយោគរបស់គាត់ចម្រុះគ្នាដំបូងអ្នកគួរតែវិនិយោគទៅលើសញ្ញាបត្រលំដាប់ខ្ពស់ High Grade Bond ដែលមានដូចជាថវិកាបម្រុងសម្រាប់បំណុលសន្តិសុខរបស់រដ្ឋាភិបាលប្រទេសណាមួយក៏ដូចជាហ៊ុនទូទៅមួយចំនួនដែលចំណាយភាគហ៊ុនក្នុងក្រុមហ៊ុននេះបដូរបានអំណាចក្នុងការបោះឆ្នោតសម្រាប់ការសម្រេចចិត្តសំខាន់ៗក្នុងជំនួយរួមគ្នាយកល្អអ្នកគួរតែធ្វើយ៉ាងណាចែកគ្នាស្មើ 50-50 សម្រាប់ភាគីទាំងពីរឬបើកសម្រាប់វិនិយោគិនដែលចាំតែចំណេញវិញចែក 75% សម្រាប់សញ្ញាណប័ណ្ណនិង 25% សម្រាប់ភាគហ៊ុន stock ក៏បានដែររវាងភាគហ៊ុននិងសញ្ញាប័ណ្ណមានកម្រិតនៃសុវត្ថិភាពនិងប្រាក់ចំណេញផ្សេងគ្នាសញ្ញាប័ណ្ណមានស្ថិរភាពជាងប៉ុន្តែទទួលបានផលតិចខណៈដែលភាគហ៊ុនមានស្ថិរភាពតិចតែអាចបានផលមកវិញច្រើនជាងការកំណត់ភាពខុសគ្នាប្រភេទនេះសុទ្ធតែបានផលពីនិន្នាការទាំងពីរដូចតែគ្នាទី2មូលបត្រភាគហ៊ុនទូទៅរបស់អ្នកគួរតែចម្រុះគ្នាអញ្ចឹងដែរដាក់ទុនក្នុងក្រុមហ៊ុនយក្សដ៏ល្បីឈ្មោះដែលមានប្រវត្តិជោគជ័យច្រើនឆ្នាំហើយសាកល្បងវិនិយោគយ៉ាងហោចណាស់ឲ្យបាន10ក្រុមហ៊ុនដើម្បីកាត់បន្ថយហានិភ័យការវិនិយោគចម្រុះគ្នានេះអាចស្ដាប់ទៅអ្នកដូចជាធ្វើការច្រើនជាងការដែលបានសន្យាពីដំបូងតែកុំបារម្ភអីដើម្បីឲ្យកាន់តែងាយជាងនេះអ្នកនឹងទទួលបានផលប្រយោជន៍ពីការបង្កើតជម្រើសសាមញ្ញនេះពេលអ្នកសម្រេចចិត្តទៅលើភាគហ៊ុនធម្មតាល្អបំផុតគឺកុំខាតពេលបង្កើតហ៊ុនថ្មីសូមពិនិត្យមើលមូលបត្រនៃមូលនិធិវិនិយោគដែលរឹងមាំដែលគេធ្វើកន្លងមកនិងដាក់មូលបត្ររបស់អ្នកជាមួយគេតែម្ដងទៅនេះមិនមែនមានន័យថាអ្នកត្រូវដើរតាមគេទាំងស្រុងនោះទេតែអ្នកតែងយកភាគហ៊ុនដែលដើរទាន់គេធ្វើនេះវាល្អជាងការដែលអ្នកមើលទៅលើមូលនិធិវិនិយោគដែលមានប្រវត្តិជោគជ័យយូរឆ្នាំហើយចម្លងតាមគេទាំងស្រុងចុងក្រោយអ្នកត្រូវជួលអ្នកជំនាញណាម្នាក់ដើម្បីជួយក្នុងកិច្ចការនេះពួកគេចេះលេងល្បែងនេះច្បាស់ជាងអ្នកឆ្ងាយណាស់ហើយអាចណែនាំអ្នកឲ្យធ្វើការសម្រេចចិត្តវិនិយោគបានប្រសើរបំផុតប្រសិនបើអ្នកអនុវត្តតាមគោលការណ៍ទាំងនេះបាននោះការតាំងចិត្តរបស់អ្នកមុននឹងក្រោយក៏តែបានផលល្អជាមិនខានជំពូកទី7ការវិនិយោគងាយស្រួលនៅពេលដែលអ្នកអនុវត្តតាមរូបមន្តវានៅពេលដែលអ្នកបានជ្រើសរើសក្រុមហ៊ុនដែលអ្នកចង់វិនិយោគរួចនោះដល់ពេលដែលអ្នកត្រូវអបអរខ្លួនឯងហើយកិច្ចការមួយភាគធំរបស់អ្នកបានសម្រេចហើយអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺកំណត់ថាលុយប៉ុន្មានដែលអ្នកនឹងចង់វិនិយោគទៀងទាត់និងតាមដានភាគហ៊ុនរបស់អ្នកជាប្រចាំអំឡុងពេលនេះអ្នកអាចប្រើប្រាស់ដំណើរការមួយហៅថាវិនិយោគតាមរូបមន្តដែលមានន័យថាអ្នកត្រូវអនុវត្តយ៉ាងម៉ត់ចត់ទៅតាមរូបមន្តដែលបានចងពីដំបូងហើយកំណត់ថាលុយប៉ុន្មានអ្នកត្រូវវិនិយោគនិងញឹកញាប់ប៉ុណ្ណាវិធីនេះក៏គេហៅថាវិនិយោគមធ្យមភាគសាច់ប្រាក់
ជាវិធីដែលអ្នកវិនិយោគភាគហ៊ុនមួយប្រចាំខែឬ3ខែម្ដងហើយក្នុងចំនួនទឹកប្រាក់ដូចគ្នានៅពេលដែលអ្នករកបានភាគហ៊ុនដែលអ្នកច្បាស់ថាវាមានសុវត្ថិភាពហើយច្បាស់ណាស់អ្នកនឹងចង់កំណត់វិនិយោគនេះប្រព្រឹត្តទៅដោយស្វ័យប្រវត្តិចាប់ផ្ដើមដោយការកំណត់ខ្លួនឯងថាលុយប៉ុន្មានដែលត្រូវដាក់ឧទាហរណ៍ថា$50ដែលអ្នកត្រូវដាក់ជារៀងរាល់2ឬ3ខែម្ដងបន្ទាប់មកទៀតអ្នកអាចវិនិយោគភាគហ៊ុនផ្សេងទៀតប៉ុន្មានក៏បានសម្រាប់ទឹកលុយ$50នេះគុណសម្បត្តិរបស់វានៅពេលនេះគឺអ្នកមិនចាំបាច់បន្ថែមការប្រឹងប្រែងក្រៅពីដាក់លុយទៀតនោះទេអ្នកនឹងមិនចាំបាច់វិនិយោគលុយធំផងក៏មិនចាំបាច់ប្រថុយនោះដែរតែយ៉ាងណាគុណវិបត្តិរបស់វាគឺស្ថិតលើអារម្មណ៍ចង់បានថែមទៀតពីការវិនិយោគតាមរូបមន្តនេះបើទោះបីជាតម្លៃគោលដៅរបស់អ្នកមើលទៅវាល្អប៉ុណ្ណឹងហើយអ្នកក៏នៅតែចង់ទិញហ៊ុននេះថែមទៀតតែអ្នកបានកំណត់ខ្លួនឯងរួចទៅហើយថាអាចទិញបានត្រឹមដែនកំណត់របស់អ្នកតែប៉ុណ្ណោះតែមិនធ្វើទេវិនិយោគិនការពារគួរតែតាមដានជាប្រចាំដើម្បីធានាថាសញ្ញាបត្រវិនិយោគរបស់អ្នកនៅតែបន្តមានដំណើរការល្អគោលការណ៍ល្អមួយសម្រាប់វិធីនេះគឺកែសម្រួលការមូលបត្រចម្រុះនៃភាគហ៊ុនធម្មតានិងសញ្ញាបត្រទាំងអស់នេះឲ្យបាន6ខែម្ដងសួរខ្លួនឯងថាតើភាគហ៊ុនរបស់ខ្ញុំនៅតែអាចរកប្រាក់ចំណេញបានដែរឬទេតើតួលេខមានចំនួនប្រហាក់ប្រហែលនឹងការដែលខ្ញុំវិនិយោគកាលពីដំបូងដែរ50-50ឬទេជាចុងក្រោយអ្នកគួរតែជួបជាមួយអ្នកជំនាញមួយឆ្នាំម្ដងដើម្បីប្រឹក្សាអំពីការកែសម្រួលមូលនិធិវិនិយោគរបស់អ្នកពេលនេះអ្នកដឹងពីអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីចាប់ផ្ដើមអាជីពជាវិនិយោគិនមិនកាលពីហើយអត្ថបទក្រោយៗនឹងបង្ហាញយុទ្ធសាស្ត្រផ្សេងទៀតដែលអ្នកត្រូវការដើម្បីក្លាយជាវិនិយោគិនសកម្ម Enterprising Investor វិញម្ដងជំពូកទី7វិនិយោគិនសកម្ម Enterprising Investor ចាប់ផ្ដើមស្រដៀងគ្នាទៅនឹងវិនិយោគិនការពារដែរដើម្បីក្លាយជាវិនិយោគិនសកម្មដោយជោគជ័យម្នាក់អ្នកនឹងត្រូវប្រើយុទ្ធសាស្ត្រដូចគ្នាទៅនឹងវិនិយោគិនការពារអីចឹងដែររវាងវិនិយោគិនទាំងពីរប្រភេទនេះនឹងត្រូវបែងចែកមូលនិធិរវាងសញ្ញាបត្រ bonds និងភាគហ៊ុនធម្មតា common stock ខណៈដែលវិនិយោគិនការពារភាគច្រើនបែងចែក50-50រវាងភាគហ៊ុននិងសញ្ញាបត្រវិនិយោគិនសកម្មវិញនឹងវិនិយោគទៅលើភាគហ៊ុនធម្មតាច្រើនជាងព្រោះតែភាគហ៊ុនទាំងនេះបានផលចំណេញច្រើនជាងតែមានហានិភ័យក៏ច្រើនដែរហើយអ្វីដែលដូចគ្នាទៅនឹងវិនិយោគិនការពារគឺថាវិនិយោគិនសកម្មត្រូវប្រឹក្សាជាមួយអ្នកជំនាញផែនការហិរញ្ញវត្ថុតែយ៉ាងណាវិនិយោគិនសកម្មមិនចាត់ទុកអ្នករៀបចំផែនការហិរញ្ញវត្ថុថាជាគ្រូនោះទេតែជាដៃគូក្នុងការគ្រប់គ្រងលុយច្រើនជាងដូច្នេះហើយវិនិយោគិនប្រភេទនេះមិនមែនត្រូវតែដើរតាមផែនការហិរញ្ញវត្ថុនោះទេពួកគេចូលរួមក្នុងការសម្រេចចិត្តជាមួយគ្នាបន្ថែមពីលើការប្រើប្រាស់សញ្ញាបត្រនិងភាគហ៊ុនធម្មតាជាមូលដ្ឋាននៃមូលបត្ររបស់ពួកគេវិនិយោគិនសកម្មនឹងត្រូវធ្វើពិសោធន៍ផងដែរទៅលើហ៊ុនគ្រប់ប្រភេទទាំងអស់ដែលមានហានិភ័យខ្ពស់និងផលចំណេញខ្ពស់ដូចគ្នាជាឧទាហរណ៍អ្នកធ្លាប់អានអំពីអាជីវកម្មថ្មីមួយដែលគួរឲ្យស្ងើចសរសើរហើយអ្នកថែមទាំងហ៊ានសន្និដ្ឋានថាក្រុមហ៊ុននេះនឹងអាចក្លាយជា Google ទី2ទៀតផងនិយាយម្យ៉ាងទៀតអ្នកមើលឃើញឱកាសមាសពីក្រុមហ៊ុនថ្មីមួយក្នុងនាមជាវិនិយោគិនសកម្មអ្នកអាចយកឱកាសដើម្បីផ្សងព្រេងជាមួយក្រុមហ៊ុនមួយនេះតែគ្រាន់តែដាក់លុយមួយចំនួនតិចទៅបានហើយមិនថាវិនិយោគិននេះមើលទៅដូចជាទំនងចំណេញច្រើនឬអស្ចារ្យយ៉ាងណានោះទេវិនិយោគិនសកម្មគួរតែកំណត់ភាគហ៊ុនយ៉ាងច្រើនបំផុតត្រឹម 10% នៃមូលបត្រសរុបរបស់គាត់តែប៉ុណ្ណោះសូមចងចាំថាមិនដែលមានវិនិយោគិនឆ្លាតវៃឯណាមិនធ្លាប់ធ្លាក់ទឹកនោះទេហើយពេលខ្លះ Mr. Market សំញាំរហូតដល់អ្នកពូកែគិតយ៉ាងណាក៏នៅតែស្មានមិនច្បាស់ពីដំណើរការរបស់វាដូច្នេះហើយយើងត្រូវតែដាក់កំណត់លុយរបស់យើងឲ្យបានជៀសវាងមានការរលំសេដ្ឋកិច្ចឬវិនិយោគអត់ចំណេញកើតឡើងមិនខុសគ្នាអំពីវិនិយោគិនការពារវិនិយោគិនសកម្មមិនដែលភ្លេចការស្រាវជ្រាវនិងតាមដានជាប្រចាំនៅមូលបត្ររបស់ពួកគេព្រោះធ្វើបែបនេះមានសារៈសំខាន់ដើម្បីពង្រឹងលំហូរប្រាក់ចំណេញជំពូកទី8វិនិយោគិនសកម្មមិនជ្រួលតាមដំណើរឡើងចុះនៃទីផ្សារនោះទេប្រសិនបើអ្នកជាម្ចាស់ភាគហ៊ុនហើយភាគហ៊ុនធ្លាក់ថ្លៃនោះតើអ្នកនឹងលក់វាចេញទាំងអស់ភ្លាមឬទុកវាសិនប្រសិនបើហ៊ុនមួយទៀតឡើងថ្លៃតើវាល្អដែលត្រូវមានវិធានការអ្វីលើវាមុនពេលដែលទីផ្សារផ្លាស់ប្ដូរឬយ៉ាងណាវិធីនេះត្រូវបានគេឲ្យឈ្មោះថាវិនិយោគក្នុងទីផ្សារ Trading in Market ដែលជារឿងធម្មតាសម្រាប់វិនិយោគិនធ្វើពីព្រោះពួកគេខ្លាចការដែលមិនដើរតាមលំហូរនេះទេពួកគេនឹងត្រូវខាតលុយតែវិនិយោគិនឆ្លាតវៃគេដឹងល្អលើសពីនេះទៅទៀតការជឿទុកចិត្តទៅលើ Mr. Market គឺជារឿងគ្រោះថ្នាក់បំផុតបើសិនបើតម្លៃភាគហ៊ុនឡើងថ្លៃលឿនអញ្ចឹងឱកាសដែលអាចថាវានឹងឡើងថ្លៃលើសតម្លៃដើមឬវិនិយោគនេះឈានដល់ចំណុចគ្រោះថ្នាក់តែអ្នកនៅចាំទំនោរវិនិយោគលើគេហដ្ឋាននៅសហរដ្ឋអាមេរិកកាលពីប៉ុន្មានឆ្នាំមុនទេគ្រប់គ្នាសុទ្ធតែវិនិយោគលើវិស័យនេះហើយតម្លៃវិញនៅតែឡើងមិនធ្លាក់សោះគ្មានអ្នកណាដឹងថាតម្លៃនេះវាមិនមែនជាតម្លៃពិតប្រាកដនោះទេនៅពេលផែនការត្រូវបានបែកធ្លាយវាហួសពេលទៅហើយទីផ្សារទាំងមូលត្រូវដួលរលំ
ដើម្បីជៀសវាងរឿងប្រភេទនេះវិនិយោគិនសកម្មទិញចូលក្នុងតម្លៃទីផ្សារទាបនិងលក់ចេញវិញក្នុងតម្លៃទីផ្សារខ្ពស់សូមពិនិត្យមូលបត្ររបស់អ្នកឲ្យបានទៀងទាត់និងសិក្សាពីក្រុមហ៊ុនដែលអ្នកដាក់ទុនឲ្យបានច្បាស់លាស់សួរខ្លួនឯងជាប្រចាំតើការគ្រប់គ្រងរបស់ក្រុមហ៊ុននេះនៅតែមានដំណើរការល្អដែរឬទេចាស់ស្ថានភាពហិរញ្ញវត្ថុវិញយ៉ាងម៉េចដែរនៅពេលដែលអ្នកបានដឹងច្បាស់ថាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតដែលមានមូលបត្ររបស់អ្នកក្នុងនោះហើយភាគហ៊ុនក្រុមហ៊ុននោះថ្លៃលើសពីតម្លៃពិតយកល្អអ្នកលក់ភាគហ៊ុនឲ្យលឿនមុនពេលវារលំយ៉ាងណាមិញអ្នកនៅតែចង់ទិញបានភាគហ៊ុនក្នុងតម្លៃទីផ្សារទាបនេះជាអ្វីដែលក្រុមហ៊ុន Yahoo បានធ្វើកាលពីឆ្នាំ2002នៅពេលដែលក្រុមហ៊ុននេះបានទិញយក Atomy Corp ក្នុងតម្លៃត្រឹមតែ $1.65 តែប៉ុណ្ណោះក្នុងមួយហ៊ុនវាជាតម្លៃល្អលើសពីការរំពឹងទុកមែន Mr. Market ចាប់ដើមយ៉ាប់យ៉ឺនខ្លះបន្ទាប់ពីហ៊ុនរបស់ Atomy ធ្លាក់ទាំងគំហុកពីតម្លៃ $231.625 ក្នុងមួយហ៊ុនពេលនោះឯងដែលក្រុមហ៊ុននេះរកប្រាក់ចំណូលមិនបានតតែសោះជំពូកទី9វិនិយោគិនសកម្មមានឱកាសដើម្បីដេញបានតម្លៃពិតប្រាកដត្រង់ចំណុចនេះការខ្លាចជាវិនិយោគសកម្មស្ដាប់ទៅដូចជាលបែងដែលសប្បាយលេងមួយអញ្ចឹងប៉ុន្តែតើវាពិតជាសមនឹងតម្លៃដែលត្រូវឆ្លងកាត់បញ្ហាទាំងនេះដើម្បីពិនិត្យតាមដានហិរញ្ញវត្ថុមិនចេះចប់បែបនេះមែនទេជាការពិតទៅវាសមនឹងតម្លៃណាស់ដោយសារតែនេះជាកន្លែងដែលអាចរកបានតម្លៃល្អតែតើអ្នកឆ្លាតដែរទៅរកវាបានវិធីដែលល្អបំផុតដើម្បីចាប់ផ្ដើមជីវិតជាវិនិយោគិនសកម្មគឺអ្នករៀនជ្រើសរើសនិងដេញភាគហ៊ុនคล้ายៗសិនរៀនវិនិយោគคล้ายៗក្នុងរយៈពេល1ឆ្នាំដើម្បីពង្រឹងសមត្ថភាពក្នុងការតាមដាននិងរើសយកតម្លៃសម្រាប់ភាគហ៊ុនរបស់អ្នកនៅពេលអនាគតបច្ចុប្បន្ននេះមានគេហទំព័រជាច្រើនដែលអនុញ្ញាតឲ្យអ្នកវិនិយោគคล้ายៗបានអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែចុះឈ្មោះដើម្បីអាចមើលឃើញថាអ្នកពិតជាអាចសម្រេចលទ្ធផលលើសមធ្យមឬក៏អត់ការអនុវត្តក្នុងរយៈពេល1ឆ្នាំនេះមានប្រយោជន៍ច្រើនណាស់វាមិនត្រឹមតែជួយអ្នកឲ្យរៀនពីការវិនិយោគលក់ចេញទិញចូលប៉ុណ្ណោះទេថែមទាំងធ្វើឲ្យទប់អារម្មណ៍រំភើបជ្រុលហួសហេតុទៀតផងនៅពេលដែលអ្នកមានបទពិសោធន៍នៃការវិនិយោគคล้ายៗនេះពេញ1ឆ្នាំរួចមកអ្នកអាចចាប់ផ្ដើមប្រមាញ់រកតម្លៃភាគហ៊ុនក្រុមហ៊ុនល្អៗបានហើយកន្លែងដែលល្អបំផុតដើម្បីរកបានតម្លៃភាគហ៊ុនល្អគឺជាភាគហ៊ុនរបស់ក្រុមហ៊ុនដែលកំពុងធ្លាក់ថ្លៃជាធម្មតាទីផ្សារទម្លាក់ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនណាដែលកំពុងតែរងគ្រោះពីការខាតបង់សេដ្ឋកិច្ចឬមិនទាន់មានឈ្មោះបោះសម្លេងក្នុងពេលបច្ចុប្បន្នដើម្បីបង្ហាញឲ្យកាន់តែច្បាស់សាកស្រមៃថាសាក់គ្រាស B មួយគឺជាក្រុមហ៊ុនប្រកួតប្រជែងធំលំដាប់ទី2ក្នុងទីផ្សារលក់ទូទឹកកកក្រុមហ៊ុននេះធំនិងបានបង្ហាញថារកប្រាក់ចំណេញជាច្រើនគួរសមក្នុងរយៈពេល7ឆ្នាំចុងក្រោយនេះតែដោយសារតែមានបញ្ហាបច្ចេកទេសខ្លះក្នុងសង្វាក់ផលិតកម្មក្រុមហ៊ុននេះមិនបានចំណេញលុយសោះក្នុងរយៈពេល2ខែចុងក្រោយជាហេតុធ្វើឲ្យតម្លៃភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះយ៉ាងគំហុកនៅពេលដែលវិនិយោគិនស្រាលៗខ្លះបាក់ស្បាតនៅពេលដែលកំហុសបច្ចេកទេសផលិតត្រូវបានដោះស្រាយក្រុមហ៊ុនមួយនេះបានត្រឡប់ជាខ្លាំងដូចដើមវិញអញ្ចឹងហើយវិនិយោគិនឆ្លាតវៃមើលឃើញស្ថានភាពធ្លាក់ថ្លៃនេះថាជាឱកាសដើម្បីទទួលបានតម្លៃល្អប្រសើរតែស្វែងរកបានតម្លៃល្អនេះមិនមែនជារឿងងាយស្រួលនោះទេហេតុដូចនេះហើយបានជាវាមានសារៈសំខាន់ដើម្បីឲ្យមានបទពិសោធន៍1ឆ្នាំជាមុនសិនប្រសិនបើអ្នកអាចធ្វើបានក្នុងពិភពសិប្បនិម្មិតនេះបានអ្នកនឹងធ្វើបានដូចគ្នាក្នុងពិភពវិនិយោគជាក់ស្ដែងសេចក្តីសង្ខេបចុងក្រោយមិនថាអ្នកចង់ធ្វើការងារឲ្យគេឬដើរតាមគន្លងជាសហគ្រិនក៏ដោយនៅពេលនិយាយពីភាគហ៊ុនអ្នកចាំបាច់ត្រូវធ្វើជាវិនិយោគិនឆ្លាតវៃអ្វីដែលអ្នកត្រូវធ្វើគឺដើរតាមការណែនាំដោយបានបង្ហាញខាងលើហើយអ្នកអាចបំលែងការវិនិយោគរបស់អ្នកទៅជាប្រាក់ចំណេញយ៉ាងមានស្ថិរភាពជាមិនខានសារពីស្ថាប័នខ្មែរ Electronic Book ស្ថាប័នខ្មែរ Electronic Book បានបង្កើតឡើងដោយយុវជននិងយុវតីខ្មែរមួយក្រុមតូចក្នុងគោលបំណងចែករំលែកចំណេះដឹងតាមរយៈការបកប្រែសៀវភៅល្បីៗពីភាសាអង់គ្លេសកិច្ចការចម្បងរបស់ពួកយើងគឺផលិតសៀវភៅ Electronic e-book និងសៀវភៅអានជាសំឡេង Audio book ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការស្វែងរកចំណេះដឹងឲ្យកាន់តែមានភាពទូលំទូលាយសម្រាប់ប្រជាជនកម្ពុជាបេសកកម្មរបស់យើងគឺធ្វើទំនើបកម្មកូនបណ្ណាល័យអេឡិចត្រូនិកដ៏ស្រស់ស្អាតមួយដែលអ្នកអាចអាននិងស្ដាប់សៀវភៅជាខេមរៈភាសាបានគ្រប់ពេលយើងនឹងធ្វើឲ្យកូនបណ្ណាល័យតូចនេះអន្តងចិត្តយុវជនខ្មែរឲ្យស្រឡាញ់សៀវភៅហើយប្រើទូរស័ព្ទដៃរបស់គេឲ្យកាន់តែមានប្រយោជន៍ថែមទៀត